វីដេអូខ្ញុំចេញទៅធ្វើឲ្យកូនក្មួយជាច្រើនបានទទួលស្គាល់ថាខ្ញុំគឺជាអ្នកជំនាញធុរកិច្ចផ្នែកចលនាវត្ថុហើយក៏មានបងប្អូនកូនក្មួយជាច្រើនមានរំណងឆាតមកតាម TikTok ក៏ដូចជាឆាតតាមប្រព័ន្ធ Telegram ក៏ដូចឆាតតាមប្រព័ន្ធផ្សេងៗទាំងអស់ថ្ងៃនេះខ្ញុំចង់បញ្ជូនដំណឹងដល់បងប្អូនកូនក្មួយថាបើសិនជាមានបំណងចង់ខ្ញុំជួយលក់ដីជួយទិញដីណាសូមឲ្យបងប្អូនទាំងអស់គ្នាជួយបញ្ជូនសារតាមឆាត Telegram ចង់ទិញដីជាមួយខ្ញុំក៏ដោយចង់មានការប្រឹក្សាបេះដូងក៏ដោយមានចង់ប្រឹក្សាជីវិតក៏ដោយតាម Telegram មកកូនក្មួយដោយសារឲ្យខ្ញុំរវល់មែនតើបេសកកម្មខ្ញុំពីព្រឹករហូតដល់យប់ដល់យប់នេះអញ្ចឹងខ្ញុំទៅចូលផ្ទះហើយអញ្ចឹងបេសកកម្មខ្ញុំពីព្រលឹមទល់ព្រលប់គឺខ្ញុំនៅលើឡានរហូតហើយចុះលើឡានខ្ញុំត្រូវមានការជំនួបភ្ញៀវជំនួបមន្ត្រីដែលខ្ញុំត្រូវតំណាក់តំណងអញ្ចឹងអាការដែលយើងនៅមើលឆាតមើលអីនៅមុខគេមកអីវាជារឿងមួយដែលមិនផ្ដល់តម្លៃឲ្យអ្នកនៅចំពោះមុខយើងអញ្ចឹងសូមកូនក្មួយទាំងអស់ឆាតចូល Telegram ទំនេរពេលណាខ្ញុំចូលមើលពេលហ្នឹងហើយខ្ញុំនឹងចូលឆ្លើយក៏ប៉ុន្តែសូមកូនក្មួយទាំងអស់ចាំណាដីទាំងអស់បើសិនជានៅឆ្ងាយពីម្ពិញពេកនៅតាមខេត្តផ្សេងៗក៏នឹងខ្ញុំអត់បានទៅមើលទេតែខ្ញុំនឹងព្យាយាមរកដៃគូដែលនៅកាន់តំបន់ទាំងនោះបោះជូនហើយដីទាំងអស់បើសិនជាខ្ញុំចាប់អារម្មណ៍ខ្ញុំនឹងទៅមើលសិនទៅមើលហើយបើវាល្អហើយវាគ្រប់គ្រាន់នឹងឲ្យខ្ញុំដាក់លក់បានបើខ្ញុំទទួលទី1ដីនឹងនៅក្នុងតំបន់អភិវឌ្ឍអត់ទី2ដីនឹងតម្លៃសមរម្យទេទី3ដីនឹងវាស្អាតសមភ្នែកទេអញ្ចឹងលក្ខខណ្ឌទាំង3ហ្នឹងណាបើសិនវាមានគ្រប់គ្រាន់នៅក្នុងតំបន់របស់ខ្ញុំអាចខ្ញុំធ្វើការបានខ្ញុំទទួលទិញឬមួយខ្ញុំទទួលលក់ជូនបងប្អូនពីព្រោះអីកូនក្មួយត្រូវដឹងថាអតិជនរបស់ខ្ញុំដែលគាត់មានលុយចាំទិញដីមើលខ្ញុំគាត់អត់ដែលបារម្ភមកមើលដីទេគាត់ទិញដីមិនដែលទៅដល់ដីទេគឺគាត់ទុកចិត្តខ្ញុំអញ្ចឹងអ្វីដែលខ្ញុំធ្វើគឺផ្នែកខ្ញុំពេញចិត្តខ្ញុំពេញចិត្តខ្ញុំស្រឡាញ់ខ្លាំងវាល្អខ្លាំងបានខ្ញុំយកចូលស្តុកហើយបានខ្ញុំបោះអតិជនខ្ញុំពីព្រោះអីខ្ញុំគោរពនៅទឹកចិត្តគោរពនៅបេះដូងដែលមានភាពកក់ក្ដៅពីអតិជនរបស់ខ្ញុំដែលគាត់ទុកចិត្តលើខ្ញុំអញ្ចឹងសូមបងប្អូនអរគ្នាមេត្តាយល់ណាមានអ្នកខ្លះក៏គាត់បារម្ភក៏គាត់មានការមិនសប្បាយចិត្តជាមួយខ្ញុំថាដាក់មកឲ្យខ្ញុំមកតែមើលតាមពិតមិនមែនទេបងប្អូនមួយរយៈនេះខ្ញុំដើរទៅមើលដីបងប្អូនច្រើនកន្លែងមានខ្លះឆ្លាញ់ទៅប៉ុន្តែខុសលក្ខខណ្ឌរឿងតម្លៃមានខ្លះតម្លៃត្រូវហើយក៏ប៉ុន្តែដីហ្នឹងវាមិនសូវជាស្អាតអញ្ចឹងលក្ខខណ្ឌដែលខ្ញុំទិញដីបានគឺដីហ្នឹងនៅក្នុងឱកាសនេះគឺយើងអាចរើបានដីនៅក្នុងឱកាសដីដែលចំណាត់ថ្នាក់លេខ1អញ្ចឹងលេខ1បានខ្ញុំទិញចូលស្តុកណាបងប្អូនហើយបងប្អូនត្រូវចាំថាទាំងអស់នេះគឺជាសារជូនទៅដល់បងប្អូនអរគ្នាថាបើសិនចង់តំណែងជាមួយខ្ញុំសូមចូល Telegram លេខទូរស័ព្ទរបស់ខ្ញុំនៅលើ account របស់ខ្ញុំនឹងឯងចាសូមអរគុណ